មាត្រា40សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិជាអាច 1. អ្នកគ្រប់គ្រងដែលបានជ្រើសតាំងមានសិទ្ធិធ្វើសកម្មភាពដែលបានកំណត់នៅក្នុងកថាខណ្ឌទី 2 មាត្រា 366 ទំហំនៃសិទ្ធិតំណាងនៃក្រមនេះ ប្រសិនបើចាំបាច់ត្រូវធ្វើសកម្មភាពផ្សេងទៀត អ្នកគ្រប់គ្រងនោះអាចធ្វើបានដោយទទួលការអនុញ្ញាតពីតុលាការ 2. ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថាបុគ្គលអវត្តមាននៅរស់ឬទទួលមរណភាពទេ ហើយអ្នកគ្រប់គ្រងរបស់បុគ្គលអវត្តមាននោះចាំបាច់ត្រូវធ្វើសកម្មភាពដែលហួសសិទ្ធិដែលបុគ្គលអវត្តមានបានកំណត់ អ្នកគ្រប់គ្រងនោះអាចធ្វើបានដោយទទួលការអនុញ្ញាតពីតុលាការ 3. បើយល់ឃើញថាសមរម្យក្នុងការផ្ដល់កម្រៃដល់អ្នកគ្រប់គ្រងដោយគិតពិចារណានៅទំនាក់ទំនងរវាងអ្នកអវត្តមាននិងអ្នកគ្រប់គ្រងនិងស្ថានភាពផ្សេងទៀត តុលាការអាចផ្ដល់កម្រៃចំនួនសមរម្យដល់អ្នកគ្រប់គ្រងដោយយកពីទ្រព្យសម្បត្តិរបស់អ្នកអវត្តមានបាន